ខ្ញុំច្រៀងរៀបរាប់ជីវិតពិតសូមអ្នកជួយគិតឲ្យពិចារណារស់នៅកំព្រាហើយឈឺផ្សាប្រៀបដូចជាផ្សែងដែលហើរទៅលើវិហារបើជានេះវិញតើអ្នកគិតយ៉ាងណាខំរំលួចទៅសាលាទាំងខ្លួននៅតូចដើម្បីបំពេញការសិក្សាទាំងខ្លួននៅក្មេងពេលខ្លះអត់អាហារដាក់ទៅណាមកណាសុំគេញ៉ាំដើម្បីរស់ខ្លួនមានជំងឺឈឺរីងរៃព្រោះតែខ្ញុំអត់លុយទិញថ្នាំព្យាបាលគ្រាន់តែជាក្មេងម្នាក់រត់សម្រាមតាមផ្សាររួចគេគិតថាខ្ញុំគ្មានបានការហើយខ្ញុំជិះចាប់ពេញអរ៉ាមិនដឹងថ្ងៃណាអាចជាផុតជីវិតមួយនេះអនដែតនៅលើផ្ទៃទឹកជីវិតមួយនេះអនដែតនៅលើវិហារតែជីវិតខ្ញុំទៅជាយ៉ាងណាតែខ្ញុំរស់នៅដោយរបៀបណាខ្ញុំគ្រាន់តែជាក្មេងម្នាក់ដែលគេបបងរូបខ្ញុំចោលខ្ញុំនឹងក្រោកឈរឡើងដើរទៅមុខខ្ញុំមិនតស៊ូឡើងមិនខ្លាចអ្វីខ្ញុំមិនឈោងចាប់ក្តីស្រមៃដែលខ្ញុំធ្លាប់បងប្រាថ្នាក្រោកឈរឲ្យសង្ឃឹមសាជាថ្មីព្រោះវាគ្មានន័យអ្វីត្រូវតែឈឺចាប់ធ្វើអញ្ចឹងអាចតែយើងវាគាំងស្លាប់ហើយពង្វក់ជាជើងឲ្យទន់ខ្សោយដាស់ចិត្តខ្លួនឯងគុំចចាញ់ឡើយខំប្រឹងទប់ឲ្យហើយដើម្បីអនាគតក្តីសង្ឃឹមវាមិនអាចនឹងរលត់ធ្វើឲ្យចិត្តមោះមុតឈានទៅរកត្រើយធ្វើជាកំប្រដែរសុំកំតើយខំប្រឹងទប់ឲ្យហើយដើម្បីខ្លួនយកលបែងមកជក់ជាចេញឲ្យឆ្ងាយសូមគុំចចាញ់ឡើយតស៊ូសាច់ថ្មីនេះជាចម្រៀងច្រៀងចេញពីចិត្តហើយកុំគិតខ្ញុំច្រៀងលេងឡើយធ្វើមិនបាននិស័យខ្ញុំស្រាប់ទៅហើយសូមគុំបង្អាប់ខ្ញុំឲ្យបាក់ទឹកចិត្តបានហើយ